រីចាកាន់អតិជនរបស់ Subaru សម្រាប់ថ្ងៃនេះគឺយើងមានដំណើរកម្សាន្តជាមួយនឹងយន្ត Subaru Forester របស់យើងអញ្ចឹងសម្រាប់ដំណើរកម្សាន្តនេះថាមានដំណើរកម្សាន្តបែបម៉េចខ្លះចាបងអាចទស្សនានៅវីដេអូចារហូតដល់ចប់ផងដែរអរគុណថ្ងៃនេះផងដែរពួកយើងជ្រើសនៅរថយន្ត Subaru Forester ដែលជា brand របស់ជប៉ុនហើយនៅក្នុងផងដែរសម្រាប់ក្រុមហ៊ុន Subaru ឥឡូវនេះគឺយើងកំពុងតែមាន promotion ពិសេសចាអញ្ចឹងខ្ញុំនឹងបង្ហាញនៅ promotion នៅចុងវីដេអូសម្រាប់បងផងដែរអញ្ចឹងសម្រាប់រថយន្ត Subaru Forester គឺជារថយន្ត SUV ដែលយើងផ្ដោតទៅលើគុណភាពសុវត្ថិភាពភាពរឹងមាំសម្រាប់ម៉ាស៊ីនរបស់យើងផងដែរគឺជាម៉ាស៊ីនផ្ដេកដែលយើងបំពាក់ចាទៅដោយ piston 4 ស៊ីឡាំងទំហំ 2.0 លីត្រផលិតកម្លាំងបានរហូតដល់156 PS និងកម្លាំងរមួលរហូតដល់196 Newton meters ក្នុងនោះផងដែរគឺ Subaru Forester គឺមានប្រអប់លេខ CVT 7 វគ្គនិងមានមុខងារបញ្ចូលលេខលើដៃចង្កូត Paddle Shift ទំនិកកុងទ័រគឺពី0រហូតដល់100 គីឡូម៉ែត្រគឺយើងចំណាយត្រឹមតែ 10.3 វិនាទីតែប៉ុណ្ណោះជាមួយនឹងល្បឿនអតិបរមាគឺត្រឹមតែ193 គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់កម្រិតស៊ីសាំងឥន្ធនៈវិញគឺត្រឹមតែ 7.4 លីត្រតែប៉ុណ្ណោះក្នុង100 គីឡូម៉ែត្រសម្រាប់យន្ត Subaru Forester នេះគឺមានទំហំធំដែលស័ក្តិសមសម្រាប់បងត្រូវការចុះខេតក៏ដូចជា trip ឬក៏បើកបរប្រចាំថ្ងៃណាមួយសម្រាប់ទំហំរបស់យើងគឺមានប្រវែងសរុបគឺចា 4640 មីលីម៉ែត្រចាហើយក្នុងផងដែរគឺយើងមានចាទំហំទទឹងរហូតដល់1815 មីលីម៉ែត្រនិងកម្ពស់1730 មីលីម៉ែត្រផងដែរនៅក្នុងនោះក៏យើងមានគម្លាតកង់ប្រវែងចា2670 មីលីម៉ែត្រហើយបើយើងគិតចាពីដីរហូតដល់បាតឡានចាគឺត្រឹមតែ220 មីលីម៉ែត្រតែប៉ុណ្ណោះចាសម្រាប់trip មួយនេះចាគឺពិសេសមែនតើដោយសារតែយើងមានរថយន្ត Subaru Forester ដូច្នេះហើយគ្រប់កលៈទេសៈណាចាក៏យើងអាចទៅបានដែរឥឡូវនេះសម្រាប់ promotion mid year sale ក្រុមហ៊ុន Subaru គឺមានការថែមជូនចាជាមួយនឹងសាំងរហូតដល់$2,800ហើយយើងក៏មានថែមចាជាមួយនឹងការបញ្ចុះតម្លៃរហូតដល់$10,000ផងដែរចាអញ្ចឹងខ្ញុំជឿថាតេជជនបន្តិចណាជាមួយនឹងឱកាសនេះ